đâyថ្ងៃនេះយើងមកឆាខ្ញីទាំងអស់គ្នាយើងដាក់ប្រេងឆាក្តៅមកហើយយើងបបងខ្ញីនឹងមកបងប្អូនយើងបបងខ្ញីយើងឲ្យរៀងក្រៀមឆ្អិនល្អបន្តិចទៅហើយយើងដុសវាចេញបងប្អូនយើងដាក់វាឲ្យនេះខ្លាញ់បន្តិចកុំឲ្យវាចូលខ្លាញ់ពេកបងប្អូនចូលខ្លាញ់ពេកក៏មិនសូវឆ្ងាញ់ដែរបងប្អូនហើយយើងដុសវាចេញមកដុសដាក់ចានសឹងមកបងប្អូនដុសតអស់មកបងប្អូនយើងដុសវាចេញមកតបមកយើងដាក់ខ្លាញ់នៅឆ្នាំងដែរហ្នឹងយើងដាក់បំពងខ្ទឹមមកបងប្អូនបងខ្ទឹមមកឈ្ងុយមកយើងដាក់ស្ករខ្ញុំដាក់យើងជ្រុលខ្ញុំដងចេញខ្លះបងប្អូនតបមកយើងចាក់ទឹកត្រីចូលទៅឲ្យឈ្ងុយមកចាំយើងដាក់សាច់ចូលមកយើងឆាវាបងប្អូនឆាវាត្រឡប់ទៅត្រឡប់ឡើងឲ្យរៀងនេះតិចទៅដាច់ទឹកបន្តិចទៅយើងចាក់អំបិលរ៉ូឌីចូលដាក់អំបិលរ៉ូឌីចូលហើយដាក់ប៊ីចេងយើងលួចអំបិលបន្តិចទៅបងប្អូនហើយយើងដាក់ប្រេងខ្យងមកទឹកព្រាមកហើយយើងច្របល់ចូលគ្នាមកឲ្យសព្វមកបងប្អូនហើយយើងទុកមកបន្តិចឲ្យវាស្ងួតទឹកយើងចាក់ទឹកជាចូលយើងធម្មតាហ្នឹងចូលទៅបងប្អូនចាក់ទឹកហ្នឹងដើម្បីឲ្យបង្ងាស់វាឲ្យវាឆ្អិនល្អណាបងប្អូនដល់ពេលយើងមកធូរហើយយើងបើកមកវាដាច់ទឹកហើយបងប្អូនវាដាច់ទឹកល្អហើយឆ្អិនហើយតែយើងដាក់ខ្ញីយើងចូលហ្មងទៅដាក់ខ្ញីយើងចូលហើយហ្នឹងយើងច្របល់វាមកបងប្អូនហើយយើងភ្លក់អីមកបងប្អូនអើយឆ្ងាញ់ទេបងប្អូនតែប៉ុណ្ណឹងជាតិហើយបងប្អូនចាប់ហើយបងប្អូន